Lexus Cambodia ដាក់តាំងបង្ហាញនៅរថយន្តប្រណិតរបស់ខ្លួនជាច្រើនម៉ូដែលនៅផ្សារទំនើប Jeep Mong 271 ដើម្បីចូលរួមអបអរសាទរនៅក្នុងឱកាសទិវាដឹងគុណឪពុកនៅថ្ងៃទី 5 ខែមិថុនាឆ្នាំ 2026 នេះ Lexus Cambodia បានធ្វើការដាក់តាំងបង្ហាញនៅរថយន្តប្រណិតរបស់ខ្លួនជាច្រើនម៉ូដែលនៅផ្សារទំនើប Jeep Mong 271 សម្រាប់កម្មវិធីដាក់តាំងបង្ហាញនៅរថយន្តប្រណិតស៊េរីថ្មីរបស់ក្រុមហ៊ុន Lexus នៅពេលនេះគឺមានរយៈពេល 3 ថ្ងៃគឺចាប់ពីថ្ងៃទី 5 ខែមិថុនានេះរហូតដល់ថ្ងៃទី 7 ខែមិថុនាខាងមុខដោយនៅក្នុងព្រឹត្តិការណ៍នេះគឺមិនត្រឹមតែមានការដាក់តាំងបង្ហាញរថយន្តប្រណិតសម្រាប់ភ្ញៀវកិត្តិយសទស្សនានិងសាកសួរព័ត៌មានពីម៉ូដែលថ្មីប៉ុណ្ណោះទេ Lexus Cambodia ថែមទាំងមានការផ្ដល់នូវការត្រួតពិនិត្យរថយន្តរបស់បងប្អូនដោយមិនគិតថ្លៃរួមនឹងកម្មវិធីកម្សាន្តដើម្បីទទួលបាននូវកាដូអនុស្សាវរីយ៍ដែលបានរចនាឡើងដើម្បីបង្កើតនូវពេលវេលាមួយយ៉ាងមានន័យសម្រាប់ភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមកម្មវិធីនេះសូមជម្រាបផងថានៅក្នុងឱកាសនេះ Lexus Cambodia បាននាំយកនៅរថយន្តដ៏ប្រណិតស៊េរីថ្មីចុងក្រោយរបស់ខ្លួនជាច្រើនម៉ូដែលរួមមានដូចជា LM 350H, LX 700H និង NX 350H មកធ្វើការដាក់តាំងបង្ហាញសម្រាប់ភ្ញៀវកិត្តិយសដែលចង់ស្វែងយល់ពីប្រតិភាពផាសុកភាពសមត្ថភាពនៃការបើកបរដ៏លេចធ្លោរបស់រថយន្ត Lexus បងប្អូនទាំងអស់គ្នាក៏អាចកក់សម្រាប់ការបើកបរសាកល្បងក៏ដូចជាទទួលបាននៅបាននាងរថយន្តឥតគិតថ្លៃចំនួន 3 ដងពីក្រុមហ៊ុនថែមទៀតផងតាក់ទងទៅនឹងការត្រួតពិនិត្យរថយន្តនេះត្រូវបានក្រុមការងារ Lexus Cambodia បញ្ជាក់ឲ្យដឹងថាអតិថិជនទាំងអស់គ្នាដែលកំពុងតែប្រើប្រាស់រថយន្ត Lexus អាចនាំយករថយន្តរបស់ខ្លួនមកកាន់ផ្សារទំនើប Mong 271ដើម្បីទទួលបាននូវការត្រួតពិនិត្យចំនួន 15 ចំណុចដែលឥតគិតថ្លៃហើយអ្វីដែលកាន់តែពិសេសនោះ Lexus Cambodia ក៏បានរៀបចំនូវកម្មវិធីកម្សាន្តសម្រាប់ភ្ញៀវកិត្តិយសទាំងអស់សាកល្បងជាមួយនឹងការវាយកូនហ្គោលតាមរយៈ Goal Simulator ហើយនឹងអាចបដូរយករង្វាន់អនុស្សាវរីយ៍ពី Lexus Cambodia តាមរយៈនៃការចូលរួមលេងកម្សាន្តនេះផងដែរ